នាងកំពុងរៀបការពេលប្តីបំពាក់ចិញ្ចៀនឲ្យភ្លាមស្រាប់តែអេក្រង់ធំបង្ហាញវីដេអូតែនាងត្រូវគេធ្វើបាបប្តីនាងជាប្រធានកូនចៅរបស់យាយក៏ចាប់ប្តីនាងអូសចេញទៅរបស់យាយដើរទៅរកនាងប្រាប់ថាគេស្រឡាញ់នាងយូរហើយប្រកាសបដូរពីមង្គលការប្តីនាងមកជាមង្គលការរបស់គេជាមួយនាងវិញនាងស្មានថាបានជួបមនុស្សល្អហើយតែមិននឹកស្មានថាគ្រប់យ៉ាងគឺជាគម្រោងការសងសឹក2ឆ្នាំតែបានជួយវះកាត់ឲ្យគេដើម្បីសងគុណរបស់យាយបានឲ្យចិញ្ចៀនបុរាណនោះទៅនាងហើយសន្យាថាអ្នកដែលមានចិញ្ចៀននេះនឹងក្លាយជាប្រពន្ធគេតែក្រោយមកម៉ូននេះមិនគួរទុកទៀតទេហើយបុស្សយាយនៅតែបន្តធ្វើបាបចិត្តនាង3ថ្ងៃក្រោយក្នុងពិធីខួបកំណើតចែកពាក្យហ៊ុនក្រុមហ៊ុនឲ្យទៅមកថានឹងចាក់ចេញឆាប់ហើយទ្រព្យសម្បត្តិលែងសំខាន់ទៀតហើយមិននឹកស្មានថាគេស្មានថានាងស្ដាប់ភាសាបារាំងមិនបានមុនពេលកាត់នំពួកគេសច្ចាស្នេហ៍នឹងគ្នាភ្ញៀវក៏ជូនពរជាភាសាបារាំងដាក់ពួកគេដូចជាមានតែនាងទេដែលស្ដាប់មិនយល់ឃើញនាងមិនសប្បាយចិត្តបុស្សយាយនៅតែបន្តកុហកអំបញ្ញមិញបងនិយាយថាចង់រស់នៅជាមួយអូនដល់ចាស់នាងធុញទ្រាន់នឹងពាក្យកុហករបស់គេណាស់នាងក៏ដើរចេញទៅបន្ទប់ផ្សេងរត់មកឃើញស្រីដែលគេស្មានថាជាអ្នកមានគុណត្រូវគេការពារស្រីនោះភ្លាមឲ្យកូនចៅចាប់នាងជាប់ហើយឲ្យស្រីនោះទះនាងវិញតែស្រីនោះធ្វើពុតជាទន់ខ្សោយមិនហ៊ានវាយបុស្សយាយក៏ចាប់ដៃស្រីនោះនាងដើរទៅសួនច្បារដើមឈើដែលដាំរួមគ្នា3ឆ្នាំមុននឹកឃើញពាក្យសច្ចានាងមានអារម្មណ៍ថាខ្លួនឯងល្ងងណាស់ភ្លាមនាងក៏យកពូថៅកំណងល្អជូនទៅដល់បងប្អូនតេជនដែលគាត់ធ្វើការទិញប្រើប្រាស់ជាមួយនឹងសាប៊ូកក់សក់ម៉ៃ100ជូន$1000ទៅដល់បងប្អូនម្នាក់ដែលគាត់ធ្វើការទិញប្រើប្រាស់ជាមួយនឹងសាប៊ូកក់សក់ម៉ៃ100កក់ហើយទទួលបានផលសក់វែងសក់ក្រាស់ដោះលឿននិងបាត់អង្គែនឹងជូន$500ចំនួន4នាក់ទៅដល់បងប្អូនតេជនដែលគាត់ធ្វើការទិញយកទៅកក់ប្រើប្រាស់ហើយមានការដោះកូនសក់លឿនបែបនេះខ្ញុំសម្រាប់ចិត្តហើយគឺខ្ញុំអត់ជួល BA ទេគឺខ្ញុំទុកលុយនឹងជូនបងប្អូនតេជនទាំងអស់គ្នាដែលគាត់ធ្វើការគ្រប់គ្រងជាមួយនឹងសាប៊ូកក់សក់ម៉ៃ100សាប៊ូកក់សក់ម៉ៃ100កក់ហើយទទួលបានផលសក់វែងសក់ក្រាស់ដោះលឿនបាត់អង្គែជាពិសេសតម្លៃត្រឹមតែ1ដប22000រៀលគុណភាពដែលបងប្អូនទទួលបានមុនគេបាត់អង្គែបាត់សក់ជ្រូកក្លិនក្រអូបក្លិនឈ្ងុយតម្លៃធូរថ្លៃបងប្អូនអាចធ្វើការដើររកទិញបានគ្រប់ផ្សារទូទាំង25ខេត្តក្រុងគ្រាន់តែធ្វើការថតរូបនេះបញ្ជាក់សាកសួរគ្រប់កន្លែងលោកគ្រឿងកោតធំៗនៅក្នុងផ្សារឬក៏អាចឆាន20 CEO ផ្ទាល់លោកជាអ្នកណាមិនក៏ពូយូនៅជាមួយលោក3ឆ្នាំមុនហ៊ានលេបបំណុលខ្ញុំឆាប់ភ្លេចខ្ញុំម្លេះលូសៀហ៊ានចាប់មនុស្សខ្ញុំលោកចង់ស្លាប់មែនបើបុស្សយាយមិនចេះថែប្រពន្ធមិនបាច់ទេនាងខឹងបងដែលនិយាយធ្ងន់ដាក់នាងម្សិលមិញទើបមកសម្ដែងដាក់បងបើនាងចូលចិត្តឲ្យគេចាប់ខ្លាំងណាស់ទុកឲ្យនាងជនដែលគាត់ធ្វើការទិញប្រើប្រាស់ជាមួយនឹងសាប៊ូកក់សក់ម៉ៃ100ជូន$1000ទៅដល់បងប្អូនម្នាក់ដែលគាត់ធ្វើការទិញប្រើប្រាស់ជាមួយនឹងសាប៊ូកក់សក់ម៉ៃ100កក់ហើយទទួលបានផលសក់វែងសក់ក្រាស់ដោះលឿននិងបាត់អង្គែនឹងជូន$500ចំនួន4នាក់ទៅដល់បងប្អូនតេជនដែលគាត់ធ្វើការទិញយកទៅកក់ប្រើប្រាស់ហើយមានការដោះកូនសក់លឿនបែបនេះខ្ញុំសម្រាប់ចិត្តហើយគឺខ្ញុំអត់ជួល BA ទេគឺខ្ញុំទុកលុយនឹងជូនបងប្អូនតេជនទាំងអស់គ្នាដែលគាត់ធ្វើការគ្រប់គ្រងជាមួយនឹងសាប៊ូកក់សក់ម៉ៃ100សាប៊ូកក់សក់ម៉ៃ100កក់ហើយទទួលបានផលសក់វែងសក់ក្រាស់ដោះលឿនបាត់អង្គែជាពិសេសតម្លៃត្រឹមតែ1ដប22000រៀលគុណភាពដែលបងប្អូនទទួលបានមុនគេបាត់អង្គែបាត់សក់ជ្រូកក្លិនក្រអូបក្លិនឈ្ងុយតម្លៃធូរថ្លៃបងប្អូនអាចធ្វើការដើររកទិញបានគ្រប់ផ្សារទូទាំង25ខេត្តក្រុងគ្រាន់តែធ្វើការថតរូបនេះបញ្ជាក់សាកសួរគ្រប់កន្លែងលោកគ្រឿងកោតធំៗនៅក្នុងផ្សារឬក៏អាចឆាន20 CEO ផ្ទាល់